គេតែនិយាយថាជីវិតគឺជាការតស៊ូសំខាន់ថាការតស៊ូហ្នឹងតើវាដូចគ្នាដែរអត់តាមពិតទៅការតស៊ូគឺខុសគ្នាត្រង់ថាអ្នកដែលគាត់មានគ្រួសារហើយនិងអ្នកដែលមិនទាន់មានអ្នកដែលមានគ្រួសារហើយគឺគាត់តស៊ូសម្រាប់ប្តីប្រពន្ធកូនឬក៏ម៉ាក់ប៉ារបស់គាត់ប៉ុន្តែសម្រាប់អ្នកនៅលាវគាត់ចង់បានក្តីស្រមៃរបស់គាត់ដូចជាការងារផ្សេងឬក៏ការដំណើរកម្សាន្តផ្សេងនិងការផ្គត់ផ្គង់គ្រួសារដូចជាម៉ាក់ប៉ាបងប្អូនគាត់នឹងឯងប៉ុន្តែសួរថាការតស៊ូនឹងតាមម្នាក់ហ្នឹងគាត់ហត់ដែរហើយសួរថាគាត់មានសម្ពាធទេធំត្រូវហើយពេលខ្លះមានសម្ពាធដែរពេលខ្លះក៏ហត់ដែរដោយសារអីការតស៊ូរបស់មនុស្សម្នាក់គឺមានទៅតាមកំណត់ទៅតាមព្រំដែនដែរបើសិនជាការតស៊ូនោះគាត់ព្យាយាមហើយតែនៅតែមិនបានសម្រេចគឺអ្វីដែលគាត់ព្យាយាមនោះគឺមិនអាចទៅមុខបានទេអញ្ចឹងសួរថាពេលដែលតស៊ូវាមានអត្ថន័យធំធេងគឺធំធេងមែនតើអញ្ចឹងដូចគ្នាសម្រាប់អ្នកខ្លះគាត់ព្យាយាមតស៊ូហើយតែអ្នកខ្លះទៀតទៅគាត់បែបធម្មតាប៉ុន្តែសួរថាជីវិតយ៉ាងម៉េចដែរគឺជីវិតវាអត់មានខុសគ្នាប៉ុន្មានទេអ្វីសំខាន់ទៅលើការរស់នៅបើសិនយើងរស់នៅដោយសារយើងមិនមានសម្ពាធនឹងធ្វើអារម្មណ៍យើងស្រស់ថ្លាបានល្អប៉ុន្តែបើសិនជាយើងមានសម្ពាធច្រើនយើងគិតច្រើនអាហ្នឹងអ្វីផ្សេងគឺវាទៅតាមនឹងដែរប៉ុន្តែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាព្យាយាមតស៊ូជំនះរាល់ឧបសគ្គមិនថាមានបញ្ហាអ្វីក៏ដោយអាចនិយាយឬក៏ពិភាក្សាគ្នាបានមិនថាបងប្អូនឬក៏ក្រុមគ្រួសារអាចពិភាក្សាគ្នាបានគឺល្អសម្រាប់យើងទាំងអស់គ្នាយើងមានដំណោះស្រាយយើងមានផ្លូវដើរទៅមុខទាំងអស់គ្នាអញ្ចឹងសូមឲ្យបងប្អូនបើកចិត្តឲ្យទូលាយនៅក្នុងការពិភាក្សាជាមួយអ្នកដែលនៅជុំវិញខ្លួនឬក៏អ្នកនៅក្នុងគ្រួសារយើងអាចពិភាក្សាគ្នាបានដើម្បីរកដំណោះស្រាយដើម្បីរកផ្លូវមួយដែលដើរទៅមុខបន្តដើម្បីល្អទាំងអស់គ្នាមិនចង់ឲ្យមាននរណាម្នាក់មានបញ្ហាឬក៏មានសម្ពាធដោយសារតែខ្លួនយើងម្នាក់ទេអញ្ចឹងយើងអាចពិភាក្សាគ្នាបានណា